ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំស្ងោរជ្រក់បាត្រីបងប្អូនហើយងើបតែពីដេកព្រលឹមឡើងហ្នឹងបងប្អូនហើយគឺដាក់ដាំបាយដាំអីចឹងណាបងប្អូនបន្ទាប់ពីយើងដាក់ដាំបាយហើយគឺយើងទៅឆ្លៀតលាងចានដែលប្រឡាក់ហូបល្ងាចមិញហ្នឹងហើយយើងលាងទុកដាក់ទៅបងប្អូនពេលយើងដាំបាយគឺយើងមកលាងចេះទៅកុំឲ្យខាតការងារបងប្អូនហើយបន្ទាប់ពីយើងលាងចានឆ្នាំងហើយបងប្អូនគឺយើងមកលាងក្បាលត្រីយកមកទុកណាបងប្អូនដើម្បីឲ្យវាសោះបងប្អូនបន្ទាប់ពីយើងលាងក្បាលត្រីទុកហើយគឺយើងចាប់ដើមមកលីងគ្រឿងយើងបងប្អូនមានស្ករលក្ខីនិងម្ដេងលក្ខូចស្ងោរជ្រក់គឺខ្ញុំលីងគ្រឿងចេះឲ្យបងប្អូនដោយសារតែលីងទៅគឺដើម្បីកុំឲ្យវាឆ្អាបបងប្អូនហើយយើងលីងចេះវាឈ្ងុយទៀតបងប្អូនអត់ដែរធ្វើអាចសាកធ្វើតាមខ្ញុំម្ដងបានណាបងប្អូនហើយបន្ទាប់ពីនឹងមកគឺយើងដាក់ដាំទឹកចាក់ទឹកដាក់ដាំអីហើយគឺយើងមកលាងស្លឹកជីហើយនឹងក្រូចឆ្មាយើងលាងហាន់ចិត្តទៅហើយទៅបងប្អូនខ្ញុំដាក់ជីអណាយនិងស្លឹកខ្ទឹមហើយនិងជីក្រហមបងប្អូនបន្ទាប់ពីយើងលាងអីហើយបងប្អូនមកមើលសឡយើងវិញគឺទឹកវាពុះហើយបងប្អូនកាលណាទឹកពុះហើយគឺយើងចាក់ក្បាលត្រីយើងចូលហើយបងប្អូនហើយសឡមួយមុខនេះហ៎បងប្អូនឪក្មេកខ្ញុំគាត់ចូលចិត្តមែនទែនបងប្អូនទោះធ្វើឲ្យគាត់មួយថ្ងៃហូប2ដងរាល់ថ្ងៃក្នុងមួយអាទិត្យនឹងធ្វើរាល់ថ្ងៃក៏គាត់ហូបដែរបងប្អូនសារតែគាត់ចូលចិត្តស្ងោរក្បាលត្រីយ៉ាងណាហើយមនុស្សចាស់បងប្អូនស្ងោរក្បាលត្រីស្ងោរអីហ្នឹងគឺគាត់ចូលចិត្តដល់បងប្អូនហើយថ្ងៃនេះគឺខ្ញុំយកក្មួយទៅពេទ្យជួសឈាមមកបងប្អូនដល់ពេលហើយចូលផ្សារមកពីពេទ្យវិញចូលផ្សារគឺខ្ញុំឃើញក្បាលត្រីនឹងវាស្រស់ដែរបងប្អូនគឺទិញ3ក្បាលហើយ3ក្បាលហ្នឹង15000ណាបងប្អូនដោយសារតែក្បាលត្រីឌៀបនេះគឺវាថ្លៃដែរបងប្អូនវាថ្លៃថាគួរសមដែរបងប្អូនតែវាឆ្ងាញ់អញ្ចឹងណាបងប្អូនហើយគឺខ្ញុំចាប់ដើមដាក់ប៊ីចេងដាក់ស្ករដាក់ទឹកត្រីដាក់ម្សៅស៊ុបអីចឹងណាបងប្អូនដើម្បីដាក់ទៅឲ្យវាពុះទៅវាចូលជាតិចូលសាច់ត្រីបដ ாய் បងប្អូនគឺស្ងោរជ្រក់គឺថាមហុកងាយហើយស្រួលធ្វើទេបងប្អូនអត់មានអីពិបាកទេបន្ទាប់មកគឺយើងគ្របឲ្យវាពុះបន្តិចទៅបងប្អូនហើយមកមើលផ្កាសាឡាត់នៅគៀនចក្រានដាំបាយខ្ញុំនេះវិញបងប្អូនហើយនិយាយថាឈ្ងុយបានពីបៃតងនៅគៀននឹងក៏អូបរាល់ថ្ងៃហ្មងបងប្អូនហើយបើមន់ខ្ញុំវិញបាច់ចំណៃឲ្យស៊ីតាណានៅតានឹងអត់ទៅណាសោះបងប្អូនហើយងាកមកមើលសឡយើងវិញបងប្អូនក៏ពុះដែរបងប្អូនគឺចិត្តឆ្អិនហើយដោយសារតាគឺខ្ញុំថ្ងៃនេះគឺខ្ញុំស្លគេហៅបងប្អូនដោយសារតែមកពីយកក្មួយមកពីពេទ្យវិញវារៀងថាថ្ងៃដែរបញ្ញាប់ដែរចឹងណាបងប្អូនគឺហើយគឺខ្ញុំដាំបាយចក្រាននោះទៅគឺខ្ញុំស្លចក្រានគេហៅបងប្អូនបន្ទាប់ពីយើងធ្វើម្ហូបបានឆ្អិនហើយបងប្អូនគឺយើងចាប់ផ្ដើមបង់ស្លឹកជីអាណាស្លឹកខ្ទឹមជីក្រហមអីចូលចឹងណាបងប្អូនហើយសឡខ្ញុំក៏ចាប់ផ្ដើមឆ្អិនដែរបងប្អូនគឺខ្ញុំចាប់ផ្ដើមដួសយកទៅឲ្យម៉ែក្មេកខ្ញុំចឹងណាបងប្អូនហើយសឡមួយចាននេះបងប្អូនគឺសម្រាប់គាត់គឺ3នាក់បងប្អូនដោយសារតអ៊ំនៅជាមួយដែរចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណពុកម៉ែបងប្អូនជំរាបលាជួបគ្នាវីដេអូថ្មីទៀតហែងឆ្នាំថ្មីទាំងអស់គ្នា